ព្រឹត្តិការណ៍ពិសេសនឹងមកដល់ខេត្តសៀមរាបក្នុងពេលឆាប់ខាងមុខនេះនោះគឺកម្មវិធីប្រកួតពានរង្វាន់សក្តិស្ត្រីឆ្នាំ2025រដូវកាលទី4សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាបមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយសូមប្រកាសជូនដំណឹងដល់សហគ្រិនស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងតំបន់ពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានដូចជាខេត្តសៀមរាបបន្ទាយមានជ័យខេត្តឧត្តរមានជ័យបាត់ដំបងកំពង់ធំនិងខេត្តព្រះវិហារសូមអញ្ជើញដាក់ពាក្យចូលរួមប្រកួតឲ្យបានរួសរាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី1ខែកក្កដាឆ្នាំ2025បេក្ខនារីគ្រប់រូបនឹងទទួលបានឱកាសបង្ហាញពីអាជីវកម្មដ៏មានសក្តានុពលសមត្ថភាពពិសេសក្នុងការដឹកនាំនិងអាចក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់សក្តិស្ត្រីឆ្នាំ2025រដូវកាលទី4លក្ខខណ្ឌនៃការដាក់ពាក្យចូលរួមមាន1ស្ត្រីជាម្ចាស់អាជីវកម្ម2អាជីវកម្មដែលមានអាយុកាល1ឆ្នាំឡើងទៅ3អាជីវកម្មដែលមានការចុះបញ្ជីស្របច្បាប់4មានភាពក្លាហាននិងការច្នៃប្រឌិតខ្ពស់5មានការចែករំលែកដល់សង្គម6មានទំនាក់ទំនងរវាងអាជីវកម្មនិងគ្រួសារម្ចាស់ពានជ័យលាភីលេខ1នឹងទទួលបានទឹកប្រាក់ចំនួន$1000ជ័យលាភីលេខ2នឹងទទួលបានមេដាយមាសនិងទឹកប្រាក់ចំនួន$750ជ័យលាភីលេខ3នឹងទទួលបានមេដាយប្រាក់និងទឹកប្រាក់ចំនួន$500បេក្ខនារីចំនួន12រូបនឹងត្រូវបានជ្រើសរើសមកបង្កប់អំពីការបង្ហាញអាជីវកម្មនិងនិយាយជាសាធារណៈដើម្បីត្រៀមខ្លួនក្នុងការប្រកួតផ្ដាច់ព្រាត់នៅថ្ងៃទី29ខែសីហាឆ្នាំ2025គណៈកម្មការចំនួន5រូបនឹងវាយតម្លៃយ៉ាងសុក្រិតនិងជាពិសេសមានការបោះឆ្នោតគាំទ្រតាមរយៈប្រព័ន្ធ Facebook ជាសាធារណៈតើសហគមន៍ស្ត្រីរូបណានឹងក្លាយជាម្ចាស់ជ័យលាភីស្ត្រីដើម្បីអ្នកទាំងអស់គ្នា